អត្ថប្រយោជន៍របស់អំពិលទុំក្នុងការជួយថែទាំសម្រាប់ប្រអប់ដៃប្រអប់ជើងស្ត្រីភិកច្រើនពេលខ្លះមិនបានយកចិត្តទុកដាក់ទៅលើការថែសម្រស់របស់ម្រាមដៃឬក៏ប្រអប់ជើងរបស់ខ្លួននោះឡើយដោយពេលខ្លះអ្នកបានទុកបណ្ដោយឲ្យវាមានស្នាមខ្មៅពាក់កណ្ដាលនិងសពាក់កណ្ដាលដោយសារតែការចាំងពីកាំរស្មីព្រះអាទិត្យចំមកលើវាបើទោះបីជាពេលខ្លះទៀតអ្នកខិតខំលាបពណ៌ក្រចកស្អាតយ៉ាងណាក៏ដោយឬក៏ឧស្សាហ៍ធ្វើវាជាញឹកញាប់ក៏នៅតែមើលមិនឃើញថាស្អាតដោយសារតែការធ្វើប្រហែសមិនបានកាពីឬថែរក្សាវាជាប្រចាំថ្ងៃដែលពាក់ស្រោមការពារស្បែកជាដើមប៉ុន្តែបញ្ហាទាំងនោះលែងជាកង្វល់សម្រាប់លោកអ្នកទាំងអស់គ្នាទៀតហើយជាដំបូងគឺអ្នកគ្រាន់តែយកទឹកក្តៅអ៊ុនៗរួចលាយជាមួយនឹងអំពិលដែលបានបុករួចនិងកូរវាឲ្យខាប់ដោយលាយជាមួយនឹងម្សៅទឹកដោះគោបន្តិចហើយអ្នកគ្រាន់តែត្រាំឬក៏លាបវាមកលើផ្នែកដែលមានភាពជាប់ខ្មៅដោយពន្លឺព្រះអាទិត្យឲ្យបានចាប់ពី15ទៅ25នាទីជាការស្រេចដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់អ្នកគួរធ្វើតាមវិធីបែបនេះឲ្យបានញឹកញាប់ដើម្បីទទួលបានលទ្ធផលតាមដែលអ្នកចង់បានចិត្តទាំងអស់នេះគឺជាអត្ថប្រយោជន៍របស់អំពិលទុំចំពោះការថែរក្សាសុខភាពសម្រាប់ប្រអប់ដៃប្រអប់ជើង